ជំរាបសួរបងប្អូននេះនៅចាំមុខផ្ទះខ្ញុំមុខផ្ទះខ្ញុំថ្ងៃនេះថ្ងៃច័ន្ទអញ្ចឹងរាល់ថ្ងៃច័ន្ទគេមកយកសម្រាមឡានសម្រាមគេមកយកអញ្ចឹងម្នាក់គេដាក់កធុងសម្រាមហ្នឹងនៅមុខផ្ទះតាំងពីថ្ងៃងាកថ្ងៃអាទិត្យហើយនេះធុងសម្រាមតែប្តីខ្ញុំកាប់ដើមឈើដាក់ចាហើយនៅស្រុកនេះមួយអាទិត្យគេមកយកម្ដងហើយនៅម្ដុំផ្ទះខ្ញុំគេយកថ្ងៃច័ន្ទហើយគេមានធុងសម្រាមមាន3ផ្ទះម្នាក់មានធុងសម្រាម3មានធុងសម្រាមមកកាប់ដើមឈើហ្នឹង1ធុងសម្រាមដាក់សម្រាម1ធុងសម្រាមដាក់ថដាក់ដបដាក់ក្រាស់ដាក់អី1នេះធុងសម្រាមដាក់សម្រាមឡៃមហូបយើងអីយើងហ្នឹងអានេះធុងសម្រាមដាក់អីចាដាក់กระดาษដាក់អីចឹងទៅដាក់กระดาษដាក់កែវដាក់plastic យ៉ានេះផ្ទះគេនេះបើអ្នកនៅចិត្តខាងនេះអាពណ៌រៀងថ្នោតណាហ្នឹងដាក់ស្លឹកឈើនេះស្លឹកឈើបោះតែខ្ញុំផ្ញើផ្ទះគេហ្នឹងហើយមួយនេះដាក់កែដាក់กระดาษដាក់ចានេះដាក់กระดาษណានេះអានេះដាក់กระดาษដាក់ plastic ហើយនេះសម្រាប់ដាក់សង្ក្រានបាយអញ្ចឹងឲ្យតាដល់ថ្ងៃហ្នឹងម្ដុំហ្នឹងគេយកចេញហើយតាមតំបន់ផ្ទះអ្នកខ្លះតាមភូមិខ្លះទៅគេមានថ្ងៃតាមគេទៅថ្ងៃច័ន្ទថ្ងៃអង្គារអីស៊ីសងលើគេថាហើយស៊ីសងលើគេនេះទៅហើយមួយខែដឹងតែបងសម្រាមមកគេទៅសម្រាមមកជាមួយទឹកភ្លើងចានេះបងប្អូននេះផ្ទះនេះគេកំពុងធ្វើផ្ទះតែថ្ងៃនេះហេតុអីមិនអត់មានមនុស្សមកធ្វើផ្ទះនៅបងប្អូននៅនោះឡានគេមកយកសម្រាមនឹងឡានលើកទី2ហើយចឹងរងថ្ងៃច័ន្ទហ្នឹងមានឡាន3ឡានសម្រាមមក1ឡានស្លឹកឈើមក1ស្លឹកឈើហើយនឹងឡានផ្លាស្ទិកគេធំចាប់អលាក់នោះគេអត់មានគេអត់ដាក់ទៅដាក់ចាស់នោះទៅអូននេះមកធុងសម្រាមឡានសម្រាមលើកទី3ហើយលើកទី1ឲ្យបានថតឲ្យមើលចាអញ្ចឹងមួយថ្ងៃគេយកមកធុង3ដែរ
គុណបងប្អូនចា